ឱកាសទៅពីម៉ូសាឡាចាប់ទាញអូលីសេអៃខេនហ្គោលមួយគ្រាប់មុនបាត់ទៅហើយបាទពីខាងក្រុមម្ចាស់ផ្ទះ3ម៉ឺនិចHurricane មកជាអ្នកសុទ្ធគ្រាប់បាល់ទី1ឲ្យBayernនាំមុខ1-0ទៅលើក្រុម ST Pauli បាទការសុទ្ធបញ្ចូលទីដល់ល្អបាទពីកីឡាករខ្សែប្រយុទ្ធវ័យមក31ឆ្នាំនៅសញ្ជាតិអង់គ្លេសបាទ Hurricane បាទគ្រាប់បាល់បាទទី22នៅលីកកម្ពុជារបស់អាល្លឺម៉ង់បាទគិតត្រឹមសប្តាហ៍ទី27នេះបាទអញ្ចឹងគឺបាទសុទ្ធបាន22គ្រាប់ហើយបាទពី Hurricane បាទសុទ្ធបាន22គ្រាប់ហើយបាទតាមពីក្រោយនៃកីឡាករ Patrick Schick បាទរបស់ក្រុម Bayer Leverkusen គឺសុទ្ធទើបតែបាន17គ្រាប់ទេបាទអញ្ចឹងបើជួយឲ្យ Bayern ឈ្នះពាន Bundesliga បាទរដូវកាលនេះបាទ Hurricane នឹងអាចទទួលបានស្បែកជើងមាសបាទនៅបាទ Bundesliga បាទ1-0បាទព្រីមយើងបាទ Pet Boss បាទទម្លាក់មកកាត់បាទរ៉ាសុស្ដាមអូមួយស្មើបាត់ទៅហើយបាទតាមស្មើមកវិញមកពីខាងក្រុមបាទ ST Pauli បាទ Ilias Zaid បាទកីឡាករវ័យ25ឆ្នាំបាទសញ្ជាតិបាទទុយនេស៊ីបាទជាអ្នកសុទ្ធបាទគ្រាប់បាល់តាមស្មើឲ្យក្រុមបាទ ST Pauli បាទយ៉ាងណាមិញបាទចំហមាញ់មិញដូចជាអូសាយបាទយើងមើលរូបភាពយើងទាំងអស់គ្នាអូអត់អូសាយទេបាទមិនអូសាយទេបាទ Ilias Zaid បាទជាអ្នកសុទ្ធបាទគ្រាប់បាល់តាមស្មើឲ្យក្រុមបាទ ST Pauli បាទខ្សែប្រយុទ្ធបាទសញ្ជាតិទុយនេស៊ីបាទព្រីមិត្តយើងបាទអ្នកដែលបញ្ជូនបាទគឺបាទ Monalis បាទ Zalaikas ឱកាសសុទ្ធវិញហ្គោលបាទ2-1បាទការសុទ្ធបញ្ចូលទីដោយកីឡាករ Leroy Sané បាទ Sané បាទជាអ្នកសុទ្ធគ្រាប់បាល់ទី2ឲ្យក្រុម AC Bayern Munich បាទធ្វើការនាំមុខបាទទៅលើក្រុមបាទ ST Pauli បាទនេះគឺមិនអូសសាយទេបាទព្រមជើងមកការហែកទៅស្អាតណាស់ដកទ្រូងហើយក៏សុទ្ធមួយជើងឆ្វេងបាទបំពងមកសំណាញ់ទីបានសម្រេចបាទ2-1បាទអញ្ចឹងនៅវគ្គ8ក្រុមចុងក្រោយបាទការប្រកួតបាទ UEFA Champions League បាទ Inter Milan គឺជាស្រ័យបាទ Bayern បាទប៉ះគ្នាជាមួយនឹង Inter Milan បាទ Inter Milan បាទក្រុមមួយដែលប្រកែកក្នុងការការពារដែរណាប្រិមត្តយើងបាទអញ្ចឹងខ្ញុំថាបាទឲ្យ50បាទ Bayern និង Inter បាទភាគរយច្រើនគឺបាទមានដូចគ្នាបាទក្នុងការឡើងទៅវគ្គបាទ4ក្រុមចុងក្រោយនៃការប្រកួតបាទ UEFA Champions League បាទរដូវកាល2024-2025បាទឱកាសសុទ្ធវិញហ្គោល3-1អូបាទស្អាតណាស់បាទការលេងសងតងគ្នាយ៉ាងល្អLeroy Sanéបាទសុទ្ធបាន2គ្រាប់ម្នាក់ឯងបាទនាទីទីបាទ70បាទព្រីមិត្តយើងបាទ3-1បាទកន្លែងដូចជាអូបាទ Hurricane អូសសាយអត់មើលទៅខមមិនលឿនដល់ហើយបាទ Red Bull បាទសង្ស័យនៅផ្ទាល់នៅកីឡាដ្ឋានឬក៏យ៉ាងណាមកចូលភ្លាមដាក់ផ្លែតយកតែម្ដងរូបភាពនេះលឿនណាស់បងប្អូនយើងមកឱកាសអូ2-3មកតាមពីក្រោយត្រឡប់មកវិញមកពី Riska មក Riska បាក់កីឡាករដែលទើបតែផ្លាស់ប្ដូរចូលមកបាទប្រិមិត្តយើង
គេណាបាទលោកកញ្ញាកដាមកធ្វើការព្រមវិច័យបញ្ចប់ការប្រកួតបាត់ទៅហើយមកព្រមយើងបាទលទ្ធផលបាទជាផ្លូវការគឺបាទបើយើងបាទជាអ្នកទទួលបានជ័យជំនះបាទលទ្ធផលគឺបាទ3-2ទៅលើក្រុម ST Pali បាទទទួលបាន3ពិន្ទុនៅក្នុងការប្រកួតនេះបាទចឹងការប្រកួតយើងក៏ដល់ទីបញ្ចប់បាទសូមអរគុណបាទព្រមយើងដែលចូលយូរបាទតាំងពីវគ្គទី1បាទរហូតដល់ចុងបញ្ចប់បាទនៃការប្រកួតបាទក៏សូមជូនពរឲ្យបាទសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទយើងជួបគ្នាបាទការប្រកួតបាទក្រោយទៀតបាទអញ្ចឹងមកស្ដាប់ពីនេះដែរបាទខ្ញុំបាទអឹមចរ៉ាត់បរុំទាំងក្រុមការងារបាទ e-sport ក៏សូមអរគុណបាទនឹងបាទសូមគោរពលា